សូមជម្រាបសួរកូនៗទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះលោកគ្រូសូមបង្រៀនមេរៀនមួយទៀតទាក់ទងនឹងមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី2ដែលមានចំណងជើងថាការឆ្លើយនឹងសំណួរដោយផ្អែកលើអំណះអំណាងបាទកូនៗណាអញ្ចឹងចូលអានតាមលោកគ្រូទាំងអស់គ្នាណាដើម្បីឆ្លើយនឹងសំណួរឬពន្យល់គំនិតអ្វីមួយឲ្យកាន់តែច្បាស់លាស់គេតែងលើកយកអំណះអំណាងឬភស្តុតាងជាក់ស្ដែងដែលធ្លាប់ជួបប្រទះឬដកស្រង់ចេញពីក្នុងរឿងណាមួយមកបញ្ជាក់ចូលអានរឿងខាងក្រោមនិងឆ្លើយនឹងសំណួរដោយស្រង់អំណះអំណាងពីរឿងមកបង្ហាញរឿងចាបស្រុកនិងចាបព្រៃកាលពីព្រេងនាយមានចាបស្រុកនិងចាបព្រៃដាក់រកស៊ីដោយពួកជារៀងរាល់ថ្ងៃខាងចាបស្រុកមានមេប្រដៅថាបើរកស៊ីកុំជជែកឆ្លោះគ្នាឬឲ្យលឺមាត់ឲ្យប្រយ័ត្នខ្លួនបើព្រានវាលបត្រូវឲ្យបបួលគ្នាខំហាលទូលបឲ្យរបើកដើម្បីឲ្យរួចជីវិតពួកចាបស្រុកធ្វើតាមដំបូន្មានបានរួចជីវិតតែរៀងមកមានកាលថ្ងៃមួយចាបព្រៃនិងចាបស្រុកហើរចេញទៅរកស៊ីក៏ជួបប្រទះវងគ្នានៅលើដើមត្រែងមួយគុំពួកចាបព្រៃទុំនៅខាងលើក្រោមពួកចាបស្រុកទុំនៅខាងលើក៏បាក់មែកត្រែងពីលើចុះមកត្រូវចាបព្រៃនិយាយប្រកាន់ថាពួកចាបស្រុកកាច់មែកត្រែងទម្លាក់ឲ្យមកត្រូវក្បាលពួកវាចាបស្រុកបានប្រាប់ថាពួកខ្លួនមិនបានកាច់មែកត្រែងឲ្យបាក់ទេគឺមែកត្រែងវាបាក់ធ្លាក់ខ្លួនឯងពួកចាបព្រៃមិនពិចារណាក៏បបួលគ្នាបង្កើតចំនួននឹងពួកចាបស្រុករហូតឮមាត់កឹកកងរំពងឡើងព្រានឮមាត់ចាបក៏យកលបទៅវាយត្រូវទាំងអស់គ្នាចាបទាំងពីរពួកនៅតែឆ្លោះប្រកែកគ្នាតតែព្រានចាប់បានពីឃាតខ្សែទាំងអស់បាទឃើញថាអត្ថបទយើងបានបញ្ចប់ទៅត្រឹមនេះហើយកូនៗណាអញ្ចឹងយើងចាប់ផ្ដើមចូលនឹងសំណួរនិងចម្លើយរបស់យើងសំណួរសួរថាហេតុអ្វីបានជាព្រានសម្លាប់ពួកចាបទាំងពីរបានចម្លើយបានជាព្រានសម្លាប់ពួកចាបទាំងពីរបានពីព្រោះពួកចាបទាំងពីរពួកមិនមូលកម្លាំងគ្នារកវិធីដោះស្រាយខ្លួនចេញពីលបទេដោយរវល់តែឆ្លោះប្រកែកគ្នាជាពិសេសចាបស្រុកផ្លេចដំបូន្មានមេបាអំណះអំណាងតាមសាច់រឿងបានបញ្ជាក់ថាពីមុនមកពួកចាបស្រុកធ្វើតាមដំបូន្មានមេបារកស៊ីមិនជជែកគ្នាឲ្យលឺមាត់ទេហើយពេលណាព្រានវាលបត្រូវពួកវាតែងនាំគ្នាហើរទូលលបបានរួចជីវិតរហូតមកប៉ុន្តែនៅពេលនេះចាបស្រុកមិនអាចអនុវត្តដំបូន្មានមេបាបានទេដោយសារតែជាប់ដៃក្នុងចំនួនជាមួយចាបព្រៃធ្វើឲ្យឮសំឡេងដល់ព្រានទើបត្រូវព្រានសម្លាប់បានម្យ៉ាងទៀតពួកចាបទាំងពីរមិនមូលកម្លាំងគ្នាខ្វះការសាមគ្គីគ្នានៅគ្រាមានអាសន្នបាទកូនៗណាឃើញថាអត្ថបទសំណួរចម្លើយយើងបានបញ្ចប់ហើយអញ្ចឹងយើងចូលរឿងមួយទៀតកូនៗណាបាទរឿងមេអំបៅនិងដង្កូវមានមេអំបៅមួយទៅនឹងហើរចេញពីសម្បុកវាហើរលេងយ៉ាងសប្បាយរីករាយពីកន្លែងមួយទៅកន្លែងមួយលុះវាហើរទៅជិតផ្ការំយោលមួយហើយបំរុងនឹងទុំវាបាននឹងឃើញដង្កូវមួយមានរូបរាងអាក្រក់គួរឲ្យខ្ពើមមេអំបៅនិយាយទៅកាន់ដង្កូវជីសត្វនេះអីក៏អាក្រក់ម្ល៉េះនរណាឲ្យឯងមកលេងលើផ្កានេះហើយធ្វើឲ្យផ្កាប្រឡាក់ប្រឡោកយ៉ាងនេះចូលឯងដើរចេញទៅដង្កូវឆ្លើយឯងថានេះមិនពិតទេផ្កានេះមិនមែនជារបស់ឯងតែម្នាក់ទេតែវាជារបស់យើងឯងភ្លេចហើយឬកាលពីព្រឹកមិញឯងនៅជាដង្កូវនៅឡើយហើយមានសភាពដូចខ្ញុំអញ្ចឹងដែរមិនដេចឯងឆាប់ភ្លេចកំណើតម្ល៉េះ
ដូចច្នេះការនេះជាកម្មសិទ្ធិរបស់យើងទាំងពីរកូនមេអំបៅលឺហើយអៀនខ្លួនក៏ហើរចេញក៏ហើរបាត់ទៅបានសំណួរតើកូនមេអំបៅជាសត្វអ្វីសត្វដូចម្ដេចចូលឆ្លើយនឹងសំណួរហើយលើកយកអំណះអំណាងនៅក្នុងរឿងមកបញ្ជាក់បាទកូនអាចឆ្លើយបានណាកូនមេអំបៅគឺជាសត្វអ្វីកូនមេអំបៅគឺជាសត្វដែលមើលងាយអ្នកដតីហើយនិចទៀតកូនហើយផ្លេចកំណើតខ្លួនឯងហើយអំណះអំណាងយើងគឺមិនទៅកូនគឺត្រង់ចំណុចនេះកូនណាបាទយីសត្វនេះអីក៏អាក្រក់ម៉េះបាទនេះគឺជាអំណះអំណាងដែលមើលងាយអ្នកដតីណារីឯផ្លេចកំណើតខ្លួនឯងដង្កូវនិយាយវិញកូនណាឯងផ្លេចហើយឬកាលពីព្រឹកមិញឯងនៅជាដង្កូវនៅឡើយហើយមានសភាពដូចខ្ញុំអញ្ចឹងដែរបាទនេះគឺជាអំណះអំណាងណាកូនមេអំបៅជាសត្វដែលមើលងាយអ្នកដតីនិងផ្លេចកំណើតខ្លួនឯងបើចឹងកូននៅពេលដែលរៀនចេះសូត្រល្អមានទ្រព្យសម្បត្តិច្រើនកូនកុំភ្លេចកំណើតខ្លួនឯងណាកូនត្រូវខំប្រឹងរៀនដើម្បីជួយដល់អ្នកខ្វះខាតយើងមានទ្រព្យសម្បត្តិច្រើនយើងបរិច្ចាគជួយធ្វើបុណ្យបានសទ្ធាទៅថ្ងៃខាងមុខទៀតទាំងអស់គ្នាណាបាទបើចឹងជាចុងបញ្ចប់នេះលោកគ្រូសនំពរកូនទាំងអស់គ្នាកុំភ្លេចណាអានមេរៀនឲ្យបានពីចប់ម្ដងទៀតណាហើយលោកគ្រូសូមជូនពរកូនឲ្យទទួលបានសុខភាពល្អនិងជោគជ័យក្នុងការសិក្សាទាំងអស់គ្នាលោកគ្រូសូមអរគុណនិងសូមជម្រាបលា